ហាងគេនេះគឺថាតូចតែខ្លឹមទេបងប្អូនចានេះគឺជាហាងលក់បន្លែនៅហាងជញ្ជីនឌីចាគេលក់គ្រឿងទេសច្រើនប្រភេទណាប៉ុន្តែនាងខ្ញុំអត់ដែរដឹងសោះថាគេមានលក់បន្លែផ្លែឈើច្រើនប្រភេទដែរបងប្អូនគេដាក់នៅក្នុងកូនបន្ទប់តូចមួយនៅកាច់ជ្រុងដែលយើងអត់បានចាប់អារម្មណ៍ណាទៅរដងទៅទិញតែម្សៅល្មៀតទេប៉ុន្តែដល់ថ្ងៃនេះទៅក៏ឃើញគេអ៊ូអ៊ក៏ទៅអើតមើលទៅក៏ឃើញគេលក់បន្លែផ្លែឈើអញ្ចឹងក៏ចូលមើលគេហើយក៏ឃើញល្អអញ្ចឹងបងប្អូនក៏ថតបង្ហាញបងប្អូនទាំងអស់គ្នាចាសម្រាប់បងប្អូនខ្លះគិតថាវាជារឿងធម្មតាណាខាងបងប្អូនដែលសបោណាតែខាងនាងខ្ញុំនេះបន្លែផ្លែឈើបែបនេះគឺកម្រណាស់ចាកម្រមានណាស់នៅខាងប្រទេសហូឡង់ជាពិសេសនៅស្រុកតូចៗអីចឹងបងប្អូនចានាងខ្ញុំនៅជិតទីក្រុងដែរទេគ្រាន់តែថានៅភូមិខ្លះគឺគេអត់មានលក់មានបើកហាងលក់មកពីអាស៊ីអីចឹងច្រើនទេចាហើយហាងឌីនេះគេបើកយូរដែរហើយនាងខ្ញុំអត់ដែរដឹងសោះបងប្អូនហើយនេះមានស្លឹកម្រុំអូយមានច្រើនមុខនិយាយទៅកូនបន្ទប់តូចតែខ្លឹមចាមានម្រុំស្លឹកកទ្របមានឃ្លោកតឡាចដើមចេកតយងចេកចាននងជ្រុងកទួតព្រៃស្វាយពត្រាតបែកហើយមានទឹកអំពៅទេបងប្អូនចាមានអំពៅស្រស់គេគៀបទឹកស្រស់មានខ្នុរមានអីអញ្ចឹងណាហើយបន្លែផ្លែឈើទាំងអស់ហ្នឹងភាគច្រើនមកពីខាងប្រទេសឥណ្ឌាចាដោយសាររដងនាងខ្ញុំមកទិញហ្នឹងវាអញ្ចេះទេនាងខ្ញុំមកទិញភាគច្រើនទិញតែម្សៅល្មៀតហើយក៏ចេញទៅវិញអត់សូវនៅដើរយូរអីទេដោយសារតែចាញ់ក្លិនណាបងប្អូនមិនដឹងថាខាងហាងឌីខាងបងប្អូនមិនទេណាតែនៅជិតផ្ទះខ្ញុំតែខ្ញុំទៅទិញនេះគេមិនដឹងថាប្រើទឹកអប់ឬក៏ធូបទេបងប្អូនក្លិនដូចថាក៏អូប៉ុន្តែរៀងឈួលនៅយូរអត់បានទេហើយអញ្ចឹងក៏ល្អម្យ៉ាងដែរកុំឲ្យអស់លុយច្រើនសូម្បីតែចូលនៅក្នុងហាងបន្លែនេះក៏នៅរៀងធំក្លិនដែរចាធំក្លិនរៀងឈួលគ្រប់ទឹកហ្មងបងប្អូនហើយចង់ទៅទិញបន្លែផ្លែឈើអីមិនបាច់ទៅណាឆ្ងាយទេគឺនៅជិតផ្ទះនាងខ្ញុំនឹងតែម្ដងគាត់តែថាដោយថ្ងៃដែរទេថ្ងៃខ្ញុំទៅនឹងគឺចែកដនក៏មិនដឹងណាចាគឺគេមានដាក់លក់បន្លែផ្លែឈើច្រើនមុខគួរសមប៉ុន្តែដល់ពេលទៅក្រោយទៀតក៏មិនសូវជាមានគ្រប់មុខដែរចាវាអាចថាមកពីបន្លែប្លុកខ្លះគេកំងមកមិនតាន់អីចឹងឬក៏មកពីចិត្តរដូវក្តៅអីចឹងណាបងប្អូនចាតែប៉ុណ្ណេះក៏យកដែរបងប្អូនហើយរណាទៀតគឺថាតម្លៃធូរមែនតើ